អារម្មណ៍នៅពេលដែលឡើងជិះកន្ត្រកជិះលើកទី2នៅតែមានអារម្មណ៍ភ័យដដែលនេះគឺជារូបភាពដែលយើងថតពីលើទៅគឺស្រស់ស្អាតអញ្ចឹងដើម្បីឡើងទៅដល់កំពូលភ្នំយើងត្រូវជិះកន្ត្រករូតជិះកន្ត្រករូតនោះនៅពេលដែលយើងមើលមកក្រោមគឺធ្វើឲ្យយើងផិតភ័យជាខ្លាំងមានអ្នកខ្លះយំផងមានអ្នកខ្លះភ័យផងអផងបើអ្នកខ្សោយបេះដូងគឺអាចនឹងមានបញ្ហាតែដើម្បីកុំឲ្យយើងភ័យខ្លាំងគឺពេលដែលឡើងជិះកន្ត្រកយើងក៏មើលមកក្រោមយើងអាចមើលទៅឆ្វេងមើលទៅស្ដាំតែមើលទៅក្រោមតែឃើញខ្ពស់ពេកយើងធ្វើឲ្យយើងភ័យឬក៏ស្រើបបើសម្រាប់ខ្ញុំជាលើកទី2ក្នុងការជិះកន្ត្រកប៉ុន្តែនៅតែទប់អារម្មណ៍ភ័យអត់ចង់បានទេប៉ុន្តែក្នុងពេលជិះយើងធ្វើអារម្មណ៍ធម្មតាប្រឹងទប់អារម្មណ៍ដែរប៉ុន្តែពេលភ័យនៅតែភ័យណាបន្ទាប់ពីជិះកន្ត្រកឆ្លងមកដល់ខាងលើកំពូលភ្នំនៅលើកំពូលភ្នំគេតុបតែងស្អាតណាមើលដាំផ្កាហើយនៅថ្ងៃហ្នឹងគឺមានមនុស្សម្នាមកលេងច្រើនណាស់ដូចនៅក្នុងវីដេអូហ្នឹងឃើញស្រាប់ហើយគឺមនុស្សដើរឆ្វាត់ឆ្វែងហើយទេសភាពគេរៀបចំបានស្អាតណានេះគឺព្រះដែលគេសាងសង់នៅលើកំពូលភ្នំហ្នឹងគឺព្រះដែលខ្ញុំថតខ្ពស់ជាងគេហ្នឹងគឺព្រះដែលធំជាងគេបន្ទាប់មកនៅខាងមុខហ្នឹងមានព្រះទូចគេដាក់ហែចុះមកក្រោមទៀតហើយនៅខាងក្នុងភ្នំនោះក៏មានតំណាក់ជាន់តំណាក់គេនិយាយទៅមានកន្លែងលេងច្រើនណាស់ក្នុងថ្ងៃដែលខ្ញុំទៅនេះគឺដើរលេងអត់ទាន់អស់ទេអញ្ចឹងមានមនុស្សម្នាទៅលេងច្រើនណាស់នៅថ្ងៃបុណ្យចូលឆ្នាំវៀតណាមថ្ងៃចុងក្រោយនៅមើលតាមរូបភាពហ្នឹងទៅដឹងហ្នឹងពេលរសៀលម៉ោងប្រហែលជាម៉ោង3ជាង7:04នេះតាមសួនច្បារឡើងទៅកន្លែងព្រះដែលគេធ្វើព្រះធំដែលគង់នៅក្នុងស្រះទឹកនៅលើស្រះទឹកសុទ្ធតែមាសទាំងអស់ចាំមើលវីដេអូក្រោយខ្ញុំនឹងដាក់ដល់ព្រះដែលសុទ្ធតែមាសទាំងអស់នៅកន្លែងនោះប៉ុន្តែគាត់សម្គាល់ឃើញដើមឈើមួយដើមអត់មានបាញ់ថ្នាំពណ៌មាសទេគេអានេះគឺជណ្ដើរឡើងស្អាតតាមសួនច្បារមួយគឺមានមនុស្សម្នាតែអង្គុយថតរូបជាច្រើនអ្នកនេះគឺកូនកំមុំ3នាក់យើងថតពីលើចុះមកក្រោមមកមើលដាច់កន្ទុយភ្នែកតាមពិតយើងមើលពីចង្ងាយមកថាកំពូលភ្នំដូចទូចតែដល់ពេលឡើងទៅដល់លើមិនដឹងថាទំហំដីក៏មិនតិចហាត់ដែរនៅលើកំពូលភ្នំហ្នឹង